អ្នកគ្រូឲ្យតែនិយាយដល់រឿងបាញ់ស្នាមដៅមិនថាតែដៅពណ៌អ្វីទេគឺខាងដុកទ័ររបស់យើងគឺដកពណ៌បានយ៉ាងស្អាតហើយស្បែកនឹងនៅតែ smooth ប៉ុន្តែដោយឡែកគឺប្រហែលខែមុនខ្ញុំបានជួបជាមួយនឹង case មួយដែលគ្រាន់តែមើលជើងអូនភ្លាមខ្ញុំនឹកឃើញទៅដល់កតោឌីតំកើទៅណាគ្រូចាមានតសៃឈាមមានស្បែកនឹងស្ដើងក្រហមរលាកហើយមានដាច់កោសិកាខងទៀតណាគ្រូចាហើយអ្នកទាំងអស់គ្នាអាចមើលរូបភាពនេះបាន admin ដាក់ជូនចាខ្ញុំគ្រាន់តែមើលឲ្យគឺខ្ញុំព្រឺឲ្យសង្ហាចិត្តខ្លាំងមែនតើដោយសារតែអូនពីដំបូងគឺជាប្រភេទកាហ្វេអូឡេធម្មតាដែលហៅថាឬក៏ហៅថា bird mat ធម្មតាណាគ្រូចាសភាពស្បែកធម្មតានៅលើជើងហើយក៏អូនបានពីមុននឹងមកអញ្ជើញមកជួបជាមួយនឹងខាងដុកទ័របុសហ្នឹងក៏បានទៅពីគ្រោះនឹងទៅព្យាបាលនៅកន្លែង2 3កន្លែងដែរណាគ្រូចា2 3កន្លែង clinic ដែរប៉ុន្តែការព្យាបាលហ្នឹងមានការដូចជាបង្ខំក្នុងការដកពណ៌ខ្លាំងពេកដោយការចាមិនដឹងថាបែបណាដែរណាគ្រូអាចនឹង power ខ្លាំងឬក៏យ៉ាងណាទេអាចធ្វើឲ្យខងស្បែកនឹងច្រើនដែរណាគ្រូពឹកកោសិកាហ្មងចាថងចំណុចនេះខ្ញុំបើកវងកញ្ចក់បន្តិចតាក់ទងជាមួយនឹងការដែលមានម៉ាស៊ីនបងប្អូនទាំងគ្នាមិនមែននឹកឃើញថាឲ្យតែមានម៉ាស៊ីន brand ដូចគ្នាឬក៏ brand ខុសគ្នាឬតែម៉ាស៊ីនបាញ់ដៅបាញ់សាក់បាញ់ពណ៌ហ្នឹងគឺដូចតែគ្នាទាំងអស់ទេអញ្ចឹងយើងអាចបែងចែកបានហើយទន្ទឹមនឹងមានម៉ាស៊ីនក៏ទឹកដៃគ្រូពេទ្យនៅក្នុងបច្ចេកទេសនៅក្នុងការដែលបាញ់ហ្នឹងប្រើ power ខុសៗគ្នាដែរពីព្រោះមនុស្សម្នាក់ៗមានកម្រិតចំណេះចេះដឹងក៏ដូចជាទទួលបាននៅការប្រើប្រាស់ហ្នឹងគឺខុសៗគ្នាតិចៗនៅក្នុងការព្យាបាលក៏ខុសគ្នាចាអញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់នៅខុសបច្ចេកទេសបានធ្វើឲ្យចេញមានស្លាកស្នាមដោយអូនស្រីដែលគាត់ទទួលរងមកដូចជាលបកស្បែកដៅធម្មតាប៉ុន្តែទៅជាបាញ់ទៅខងដាច់ស្បែកខាងលើនឹងចេញឲ្យផតស្បែកទៀតគាត់ថាមានបាញ់ប្រហែលដំណាក់កាលនេះគ្រូដូច 3 4 ដំណាក់កាលចាគ្រូ 3 4 ដំណាក់កាលមានដំបូងមានធ្វើឲ្យជ្រុះកមទាំងអស់ចាបន្តមកទៀតមាននៅពេលជ្រុះកមហើយមិនស្ដាងណាគ្រូស្ដាងចេញតសៃក៏មានបាញ់តសៃហើយក៏ខងស្បែកទៅតាមនឹងទៀតច្រើនដំណាក់កាលចាគួរឲ្យសោកស្ដាយគាត់ថាប្រសិនបើជួបដុកទ័របុសតាំងពីដំបូងជើងគាត់មិនទៅជាបែបហ្នឹងគ្រាន់តែដកពណ៌ចេញហើយ skin នៅតែស្អាតដដែលហើយស្បែករបស់គាត់នឹងបានស្អាតប៉ុន្តែនៅពេលដែលខកដំណើរអស់ 3 4 កន្លែងហើយបកមកដល់ដុកទ័របុសវិញស្នាមជើងហ្នឹងវាខូចអស់ជាច្រើនបាត់ហើយអញ្ចឹងដុកទ័របុសបានជួយជួសជុលកោសិកាគាត់តាមក្រោយដោយប្រើជាមួយនឹង stem cell injection ក៏ដូចជា laser មួយចំនួនដែលជួយឲ្យ skin rejuvenation ចាហើយនៅក្នុងដៃខ្ញុំនេះដែលខ្ញុំលើកបង្ហាញហ្នឹងគឺជា Lutenex Spectra XT ដែលអាចជួយដកពណ៌បានយ៉ាងស្អាតពណ៌សាក់ពណ៌ដៅកាហ្វេអូឡេដូចដែលអ្នកគ្រូបានលើកឡើងអីហ្នឹងគឺយើងបានដកពណ៌ហ្នឹងបានស្អាតមែនតើហើយសុខភាពអ្នកគ្រូចាសុខភាពអត់មានការជូរកមអត់មានធ្វើឲ្យខ្ទេចកោសិកាបាញ់ឲ្យមិនមានចេញឈាមមិនធ្វើឲ្យអតិថិជនគាត់ភ័យខ្លាចចាអ្នកគ្រូចាអ្នកគ្រូចឹងតាក់ទងជាមួយនឹងការដែលមានម៉ាស៊ីនហើយអ្នកដែលប្រើប្រាស់ម៉ាស៊ីនសូមមកយល់ឲ្យច្បាស់ពី power ក៏ដូចជា technique នៅក្នុងការ treatment ហ្នឹងឲ្យត្រូវជាមួយនឹង diagnostic ដែលគ្រូពេទ្យបានដាក់ផងដែរនៅពេលដែលលោកគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យឲ្យរោគវិនិច្ឆ័យខុសហើយប្រើ power ម៉ាស៊ីនខុសទៀតអញ្ចឹងការ treatment ហ្នឹងគឺធ្វើឲ្យបរាជ័យហើយធ្វើឲ្យអ្នកដែលទទួលរងគឺជាអតិថិជនអ្នកជំងឺអញ្ចឹងទៅគឺគាត់ខូចនៅរចនាសម្ព័ន្ធស្បែកហើយខាតពេលខាតថវិកាហើយបាត់មុខចិត្តខូចស្បែកថែមទៀតផងចាអ្នកគ្រូហើយនៅពេលដែលអូនជួយមកព្យាបាលនៅដុកទ័របុសយើងហ្នឹងគឺពីមួយខែទៅមួយខែឃើញថាកោសិកាចាប់ផ្ដើមដុះក្រាស់ស្អាតឥឡូវហ្នឹងគឺឃើញសុខភាពស្បែកហ្នឹងរចនាសម្ព័ន្ធស្បែកចាប់ផ្ដើមល្អឡើងវិញជាច្រើនអ្នកគ្រូហើយនេះគឺជារូបភាពដំបូងមុនពេលដែលអូនធ្វើការព្យាបាលនៅខាងដុកទ័របុសយើងចាឃើញហើយមានការបែកតសៃក្រហមអាលៀកនៅពេលដែលអូនចេញក្រៅតាមបន្តិចណាគ្រូគឺឡើងក្រហមក្តៅស្បែកចាហើយស្ទាប់កោសិកាស្បែកខាងលើហ្នឹងគឺដាច់អស់រលីងហើយអ្នកគ្រូចាមានខងមានចេញតសៃហើយនេះគឺជារូបបន្តបន្ទាប់នៅពេលដែលព្យាបាលពីដុកទ័របុសគឺយើងមានការចាក់បណ្ដុះជាមួយនឹង stem cell ដើម្បីបណ្ដុះរចនាសម្ព័ន្ធស្បែករបស់អូនគឺឡើងក្រាស់មកវិញបានល្អចាពីមួយខែទៅមួយខែឃើញថាប្រសាទៅហើយអូនក៏ចាស្បែកឡើងក្រាស់ចាអ្នកគ្រូបាត់ស្នាមខងមួយចំនួនដែរហើយនៅមួយចំនួនទៀតយើងកំពុងតែបន្តធ្វើការព្យាបាលជាមួយនឹង Thrive Pro បូករួមជាមួយនឹង stem cell ដើម្បីឲ្យ boost កាន់តែលឿនបន្ថែមទៀតចាពីព្រោះថានៅកន្លែងដែលការព្យាបាលពីមុនដែលធ្វើឲ្យខងហ្នឹងអូនគាត់ស្ដាយអញ្ចឹងហើយគាត់ចង់ឲ្យខាងដុកទ័របុសជួយបំពេញនៅអាកលុកខងផតហ្នឹងអញ្ចឹងអ្នកគ្រូពេទ្យបានចាក់ជាមួយនឹង stem cell ចូលទៅបំពេញជាមួយនឹងកលុកហ្នឹងហើយការចាក់ហ្នឹងទៀតសោតគឺយើងប្រើជាមួយនឹងម៉ាស៊ីន Thrive Pro ដើម្បី substitution ឲ្យបញ្ចូលនៅ stem cell ហ្នឹងចូលទៅឲ្យបានល្អចាអ្នកគ្រូពិតជាពិសេសមែនម៉ាស៊ីន Thrive Pro នេះគឺអាចជួយបានគ្រប់កលៈទេសៈមកមិនថាតែស្នាមខងស្នាមដាច់កន្លត់ស្នាមដួលឬក៏ជាពិសេសស្នាមខងដូចនៅជើងអូនដែលកពិតខ្លាំងព្រោះដោយសារតែនៅក្នុងនេះមានឧស្ម័នទៅបំប៉ោងកន្លែងដែលខិនណាអ្នកគ្រូចាហើយបញ្ចូលជាមួយនឹង solution ដើម្បីទៅបណ្ដុះកោសិកាហ្នឹងគឺកាន់តែលឿនជាងដែលយើង substitution ឲ្យដៃចាអ្នកគ្រូចា